Prop xuaខ្លួនឯងទេថាម៉ាក់ភីហ្សាណាមួយលក់បានច្រើនជាងគេនៅលើពិភពលោកភីហ្សាបានក្លាយជាអាហារដ៏ពេញនិយមបំផុតនៅលើផែនដីចាប់ពីទីក្រុងធំៗនៅសហរដ្ឋអាមេរិករហូតដល់ផ្លូវមមាញឹកនៅអាស៊ីនោះរាប់លានអ្នកកំពុងរីករាយជាមួយភីហ្សាជារៀងរាល់ថ្ងៃប៉ុន្តែក្នុងចំណោមម៉ាក់ភីហ្សាជាច្រើនដែលកំពុងប្រកួតប្រជែងគ្នាសំណួរមួយនៅតែមានតើភីហ្សាណាដែលពេញនិយមជាងគេនៅឆ្នាំ2026នៅក្នុងវីដេអូនេះយើងនឹងស្វែងយល់អំពីម៉ាកពីហ្សារយៈធំៗលើពិភពលោកមូលហេតុដែលធ្វើឲ្យពួកគេជោគជ័យនិងស្វែងរកថាតើនរណាកំពុងកាន់ដំណើរកំពូលនៃឧស្សាហកម្មពីហ្សាដូច្នេះសូមរៀបចំពីហ្សាមួយចំណិតដែលអ្នកចូលចិត្តហើយចាប់ផ្ដើមដំណើររបស់យើងទាំងអស់គ្នាលេខ1គឺ Domino's Pizza បង្កើតឡើងក្នុងឆ្នាំ1960នៅសហរដ្ឋអាមេរិកDomino's បានរីកចម្រើនក្លាយជាក្រុមហ៊ុនដឹកជញ្ជូនពីហ្សាដ៏ធំបំផុតនៅលើពិភពលោកជាមួយនឹងសាខាជាង 21000 កន្លែងនៅជាង90ប្រទេស Domino's បម្រើអតិថិជនរាប់លាននាក់ជារៀងរាល់ថ្ងៃតើអ្វីជាចំណុចពិសេសដែលធ្វើឲ្យ Domino's ទទួលបានជោគជ័យដ៏អស្ចារ្យនេះចម្លើយគឺល្បឿនភាពងាយស្រួលនិងបច្ចេកវិទ្យា Domino's គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដំបូងៗដែលប្រើប្រាស់ប្រព័ន្ធកម្មង់អនឡាញនិងកម្មវិធីទូរស័ព្ទដៃអតិថិជនអាចកម្មង់ពីហ្សាបានត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះហើយថែមទាំងអាចតាមដានស្ថានភាពការដឹកជញ្ជូនបានទៀតផងមិនថាអ្នកសិតនៅទីក្រុងញូវយ៉ក Tokyo ឡុងឬភ្នំពេញទេអ្នកអាចរកឃើញ Domino's បានយ៉ាងងាយស្រួលលើពីនេះ Domino's ក៏បានកែសម្រួលមុខម្ហូបរបស់ខ្លួនឲ្យសមស្របទៅនឹងរសជាតិក្នុងតំបន់នីមួយៗដែលធ្វើឲ្យវាក្លាយជាម៉ាក់ពីហ្សាពិភពលោកពិតប្រាកដលេខ2គឺ Pizza Hut Pizza Hut បង្កើតឡើងក្នុងឆ្នាំ1958គឺជាម៉ាកពីហ្សាមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រអស់រយៈពេលជាច្រើនទសវត្សរ៍ភោជនីយដ្ឋានដែលមានដំបូលពណ៌ក្រហមដ៏ល្បីរបស់ Pizza Hut បានក្លាយជានិមិត្តរូបនៃការជួបជុំគ្រួសារនិងអាហារដ៏ឈ្ងុយឆ្ងាញ់បច្ចុប្បន្ន Pizza Hut មានសាខានៅជាង100ប្រទេសជុំវិញពិភពលោកអតិថិជនជាច្រើនចូលចិត្ត Pizza Hut ដោយសារសម្បក Pizza ក្រាស់ៗ Pizza សម្បក cheese និងបរិយាកាសស័ក្តិសមសម្រាប់គ្រួសារទោះបី Domino's នៅមុខក្នុងការលក់ក៏ដោយ Pizza Hut នៅតែជាឈ្មោះដ៏មានឥទ្ធិពលមួយនៅក្នុងឧស្សាហកម្ម Pizza ក្រៅពីក្រុមហ៊ុនទាំងពីរខាងលើក៏មានម៉ាក Pizza ធំៗជាច្រើនទៀតដែលកំពុងមានឥទ្ធិពលនៅលើពិភពលោក Papa John's ត្រូវបានគេស្គាល់ថាប្រើគ្រឿងផ្សំដែលមានគុណភាពខ្ពស់និងពាក្យស្លោកថាគ្រឿងផ្សំល្អជាង Pizza ល្អជាងក្រុមហ៊ុននេះបានពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅអាមេរិក អឺរ៉ុប អាស៊ីនិងមជ្ឈមបូព៌ាបន្ទាប់មកគឺ Little Caesars ដែលល្បីល្បាញដោយសារ Pizza Hot and Ready របស់ខ្លួនអតិថិជនអាចចូលទិញភ្លាមៗដែលមិនចាំបាច់រង់ចាំយូរចុងក្រោយគឺ Sbarro ដែលជាញឹកញាប់ត្រូវបានគេឃើញនៅក្នុងផ្សារទំនើបអាកាសយានដ្ឋាននិងតំបន់អាហារផ្សេងៗទោះបីជាមានសាខាតិចជាង Domino's និង Pizza Hut ក៏ដោយ Sbarro នៅតែជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើរជាមួយពិភពលោកដូច្នេះតើម៉ាក Pizza ណាជាស្ដេចនៃពិភព Pizza នៅឆ្នាំ2026ចម្លើយគឺច្បាស់ណាស់ Domino's Pizza ដែលតែជាម៉ាក Pizza ដែលពេញនិយមបំផុតនៅលើពិភពលោកដោយសារបណ្ដាញសាខាដ៏ធំទូលាយបច្ចេកវិទ្យាដឹកជញ្ជូនទំនើបនិងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងរសជាតិរបស់អតិថិជននៅគ្រប់តំបន់ Domino's បានបន្តរក្សាតំណែងកម្ពុជារបស់ខ្លួនទោះជាយ៉ាងណាក៏ដោយ Pizza Hut, Papa John's, Little Caesars និង Sbarro នៅតែបន្តប្រកួតប្រជែងយ៉ាងស្វិតស្វាញដើម្បីផ្ដល់នូវ Pizza ដ៏ឈ្ងុយឆ្ងាញ់ដល់អ្នកគាំទ្រជាមួយពិភពលោកឥឡូវនេះខ្ញុំចង់សួរទៅកាន់អ្នកទាំងអស់គ្នាតើម៉ាក Pizza ណាដែលអ្នកចូលចិត្តជាងគេសូមបញ្ចេញមតិរបស់អ្នកនៅក្នុងផ្នែក comment ខាងក្រោមប្រសិនបើចូលចិត្តវីដេអូនេះកុំភ្លេចចុច like subscribe និងបើក notification ដើម្បីទទួលបានវីដេអូថ្មីៗអំពីរឿងរ៉ាវនិងចំណេះដឹងគួរឲ្យចាប់អារម្មណ៍ពីជុំវិញពិភពលោកសូមអរគុណសម្រាប់ការទស្សនានិងជួបគ្នាក្នុងវីដេអូបន្ទាប់